រថយន្តវ័យអងបើកបុកបង្កាន់ដៃស្ពានធ្លាក់ក្បាលសល់តែកន្ទុយនៅលើស្ពានព្រៃស្រងាយនៅតាមបណ្ដោយផ្លូវជាតិលេខ71មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយតាមបណ្ដោយផ្លូវជាតិលេខ71ត្រង់ចំណុចស្ពានព្រៃស្រងាយខុំបាឡាំងស្រុកបារាយខេត្តកំពង់ធំក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបើតាមការឲ្យដឹងលោកវរៈសេនីត្រីហេងកុសលនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបាឡាំងបានប្រាប់នាយកព័ត៌មានយើងឲ្យដឹងថាហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 5 ជាល្ងាចថ្ងៃទី 26 ខែសីហាឆ្នាំ 2026បង្កឡើងដោយរថយន្តវ័យអងមួយគ្រឿងក្បាលសពាក់ស្លាកលេខកំពង់ចាម 3B1276 និងកន្ទុយរមាក់ពណ៌ខៀវពាក់ស្លាកលេខត្បូងឃ្មុំ 4A 1420បើកបរពីខេត្តកំពង់ចាមឆ្ពោះទៅខេត្តកំពង់ធំតែមកដល់ចំណុចកើតហេតុខាងលើរថយន្តរេចង្កូតទៅបុកបង្កាន់ដៃស្ពានខាងស្ដាំហើយក៏រេចង្កូតមកបុកបង្កាន់ដៃស្ពានខាងឆ្វេងបោះអស់4ទៅ5បង្កាន់ដៃទៅក្បាលរថយន្តធ្លាក់ហួសស្ពាននៅសល់តែទ្រុងរថយន្តនៅខាងលើស្ពានលោកនេះប៉ុស្តិ៍បានបញ្ជាក់ទៀតថានៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេភ្លាមនោះគេក៏ឃើញមានវត្តមានលោកខុនចន្ទថៃអភិបាលនៃគណៈភិបាលស្រុកបារាយក៏បានអញ្ជើញចុះមកដល់កន្លែងកើតហេតុនិងមានកម្លាំងប៉ុស្តិ៍ចរាចរណ៍ស្រុកនិងអាវុធហត្ថស្រុកបារាយដើម្បីមកសម្រួលចរាចរណ៍ឲ្យបងប្អូនយើងធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ធំទៅកំពង់ចាមបានដោយរលូនហើយនៅកន្លែងកើតហេតុដែលគេហៅថាស្ពានព្រៃស្រងាយនេះបើតាមបងប្អូនរស់នៅជិតកន្លែងកើតហេតុនោះបាននិយាយតមកថាស្ពាននេះមានរថយន្តកាលេថងក៏យន្តបុកធ្លាក់ជាញឹកញាប់ដោយស្ពាននេះមានទទឹងទៅជាងស្ពាននានានៅតាមបណ្ដោយផ្លូវជាតិលេខ71តែប៉ុន្មានម៉ោងក្រោយមកគេឃើញមានរថយន្តស្ទួយចំនួន2គ្រឿងបានមកស្ទួយរថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកបង្កាន់ដៃស្ពានខាងលើយកទៅរឿងបុកបង្កាន់ដៃស្ពានយើងឃើញវត្តមានប្រធានការិយាល័យសាធារណការនិងដឹកជញ្ជូនស្រុកបារាយបានចុះមកដល់កន្លែងកើតហេតុនិងវាយតម្លៃការខូចខាតដើម្បីឲ្យម្ចាស់រថយន្តបង្កហេតុធ្វើសងជូនរដ្ឋវិញគួររំលឹកផងដែរថាអ្នកបើករថយន្តធុនធំមេត្តាកុំបើកលឿនពេកបើតាមយើងសង្កេតឃើញនាពេលកន្លងមកឃើញថារថយន្តធុនធំដូចជារថយន្តយីដុបរថយន្តវ័យអងបើកបោកក្នុងល្បឿនលឿនពេលដល់ចំណុចផ្លូវចង្អៀតឬទីប្រជុំជនក៏មិនសូវបង្អន់ល្បឿនប៉ុន្មានដែរនេះខូចខាតតែបង្កាន់ដៃស្ពានជាទ្រព្យសម្បត្តិរដ្ឋចុះបើប៉ះពាល់ដល់អ្នកធ្វើដំណើរឬបាត់បង់អាយុជីវិតតើអ្នកណាទទួលខុសត្រូវអាងអីរត់ចោលឡានឬ